អាជីវករលក់ដូរនៅផ្សារស្វាយបានរើមកលក់នៅផ្សារស្វាយថ្មីទាំងទឹកចិត្តសប្បាយរីករាយនៅពេលដែលអាជ្ញាធរឃុំស្រុកជួយសម្រួលឲ្យពួកគាត់មានកន្លែងលក់ដូរថ្មីមិនដែរមិញមកលក់នៅនេះម៉ែសប្បាយចិត្តណាស់កូនណាបានកន្លែងទន្លេធំហើយស្រួលទៀតទឹកចិត្តបាទហើយនៅនេះអត់យើងអត់ខ្លាចម៉ូតូឡានទេទេមិញណាអត់ទេសមត្ថភាពយើងបានគ្រប់គ្រាន់អូនណាបាទហើយគាត់មានបន្ទប់ទឹកមានអីឲ្យនៅនេះណាអូណាកូននេះបាទបាទអារម្មណ៍លក់ឯហ្នឹងមានអារម្មណ៍ថាដូចឆ្លាស់ស្រួលពងស្រួលពុយលក់បាទឆ្លាស់ស្រួលសบายចិត្តហ៎ហើយអត់ខ្លាចដោយតាមមកលក់នេះឆ្លាស់ទលាអត់ខ្លាចប៉ះពាល់ម៉ូតូឡានតាមផ្លូវទេចាអត់ខ្លាចនិយាយថាស្រួលដែរទៅណាបាទស្រួលមកហើយនៅកន្លែងនេះនេះដែរមានបន្ទប់ទឹកមានអីគេល្អសំត្រូវណាចាមានបន្ទប់ទឹកគេតែមិនដែរចាមកលក់នៅនេះបងអត់មានខ្លាចដែររឿងឡានរឿងអីទេអត់ខ្លាចរឿងឡានម៉ូតូអីទេណាហើយមកលក់នេះបាទឆ្លាស់ទលាស្រួលហ៎បាទហើយអញ្ចឹងអារម្មណ៍ដល់សប្បាយចិត្តណាមិនបាច់សួរយើងបាច់បាក់លើកច្រែងទៅវិញទៅមកបាទហើយមើលនេះមិនលប់ល្អទៀតណាស្រុកពីរាំងអាជីវករលក់ដូរនៅផ្សារស្វាយស្ថិតនៅភូមិស្វាយឃុំព្រៃស្រលិតស្រុកពីរាំងខេត្តព្រៃវែងមានការសប្បាយរីករាយខណៈពេលដែលអាជ្ញាធរឃុំស្រុកដោះស្រាយជួយសម្រួលឲ្យពួកគាត់មានកន្លែងលក់ដូរថ្មីប្រកបដោយសុវត្ថិភាពអនាម័យល្អនិងតម្លៃតូបធូរថ្លៃនៅព្រឹកថ្ងៃទី22ខែមីនាឆ្នាំ2025នេះបានរើមកលក់នៅផ្សារស្វាយថ្មីទាំងទឹកចិត្តសប្បាយរីករាយខណៈពេលដែលអាជ្ញាធរភូមិឃុំស្រុកបានរៀបចំឲ្យពួកគាត់មានកន្លែងលក់ដូរថ្មីធំទូលាយជាងកន្លែងចាស់ដែលដឹកនាំដោយលោកចេមប្រាអភិបាលនៃគណៈអភិបាលស្រុកពីរាំងហើយក៏បានចុះសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនអំពូមីងដែលជាអាជីវករលក់ដូរនៅផ្សារស្វាយខណៈនោះពួកគាត់សម្ដែងការរីករាយសប្បាយចិត្តដែលបានអាជ្ញាធរស្រុកចុះជួយសម្រួលដល់ការលក់ដូររបស់ពួកគាត់ក្នុងនោះដែរអាជីវករជាច្រើនបានលើកឡើងថាគ្រាន់តែឃើញសេចក្តីប្រកាសរបស់អាជ្ញាធរឃុំភ្លាមគាត់មានការសប្បាយចិត្តណាស់ព្រោះកន្លងមកពួកគាត់លក់ដូរតាមចិញ្ចើមផ្លូវបែបនេះគឺពេលខ្លះមានការភ័យខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុព្រោះនេះជាចិញ្ចើមផ្លូវសាធារណៈតែងតែមានម៉ូតូឡានបើកបរឆ្លងកាត់ទីនេះជាញឹកញាប់ចំពោះការលក់ដូរវិញបន្ទាប់ពីពួកគាត់លក់ដូររួចក៏មានការលំបាកក្នុងការចោលសម្រាមនិងប្រើប្រាស់បង្គន់អនាម័យតែឥឡូវបានអាជ្ញាធរជួយសម្រួលឲ្យពួកគាត់មានកន្លែងលក់ដូរថ្មីល្អស្អាតមានសណ្ដាប់ធ្នាប់ល្អបែបនេះគឺគាត់សប្បាយចិត្តណាស់ជាពិសេសពួកគាត់មិនពិបាកលើកកញ្ជើរើចុះរើឡើងដូចនៅកន្លែងចាស់នោះទេគួររំលឹកផងដែរថាចំពោះទីតាំងផ្សារស្វាយនេះកន្លងមកមានសភាពលក់ដូររញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ជាញឹកញាប់ព្រោះតំបន់ខាងលើនេះគឺតែងតែមានរថយន្តធំតូចម៉ូតូឬម៉ូតូបើកបរឆ្លងកាត់ទីនេះជាច្រើនហើយអ្វីដែលមានការលំបាកថែមទៀតនោះគឺការចោលសម្រាមប្រើប្រាស់ទឹកស្អាតនិងបង្គន់អនាម័យដូច្នេះហើយទើបអាជ្ញាធរភូមិឃុំស្រុកសហការគ្នាជាមួយនឹងដីឯកជនមួយកន្លែងបង្កើតជាផ្សារមួយថ្មីដែលមានចម្ងាយ100ម៉ែត្រពីទីតាំងចាស់ដែលជាហេតុបង្កឲ្យមានភាពងាយស្រួលជូនដល់ពួកគាត់ក្នុងការលក់ដូរគួរបញ្ជាក់ផងដែរថាទីតាំងផ្សារថ្មីនេះមានទទឹងទំហំ35ម៉ែត្របណ្ដោយ60ម៉ែត្រដែលក្នុងនោះមានតូបចំនួនជាង80តូបមានកន្លែងឲ្យពួកគាត់ទុកដាក់សម្រាមបានល្អដើម្បីងាយស្រួលឲ្យឡានដឹកសម្រាមមកប្រមូលនិងមានទឹកស្អាតនិងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែររីឯតម្លៃទៅវិញត្រឹមតែ 50,000 ប៉ុណ្ណោះក្នុងមួយខែប៉ុន្តែសម្រាប់អាជីវករទាំងអស់ដែលចូលមកលក់ដូរដំបូងគឺខាងប្រធានផ្សារមិនយកថ្លៃជួលចំនួន3ខែផងដែរជាចុងក្រោយលោកចេមប្រាអភិបាលនៃគណៈអភិបាលស្រុកពីរាំងក៏បានលើកឡើងថាសូមបងប្អូនអំពូមីងទាំងអស់ដែលជាអាជីវករសូមជួយថែរក្សាអនាម័យសណ្ដាប់ធ្នាប់ដើម្បីសុខភាពដល់យើងទាំងអស់គ្នាហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ផងដែរដែលបានចូលរួមនិងទទួលជ្រាបនៅអ្វីដែលអាជ្ញាធរបានជម្រាបជូនកន្លងមក